បាទសូមជម្រាបសួរនិងសូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាសម្រាប់ការចូលមកកាន់ website របស់ខ្ញុំបាទ website របស់ខ្ញុំបាទគឺឈ្មោះសំសាភ័ណ្ឌបាទដែលមាន header នេះឈ្មោះនិងរូបថតរបស់ខ្ញុំបាទនៅក្នុង website នេះដែរគឺខ្ញុំបានបែងចែកជា home នេះគឺជារូបថតសកម្មភាពរបស់ខ្ញុំបាទតបមកមានលិខិតបកថាងគតិយុត្តក្នុងលិខិតបកថាងគតិយុត្តនោះមានព្រះរាជក្រមព្រះរាជក្រឹត្យអនុក្រឹត្យក្តីសម្រេចចរាចរណ៍ប្រកាន់សេរីណែនាំតបមកមានក្រមសីលធម៌របស់មន្ត្រីរាជការស៊ីវិលស្ទីនក្រមលិខិតរដ្ឋបាលបាទលិខិតរដ្ឋបាលនិងសិភៅបាទតោះឥឡូវទៅមើលព្រះរាជក្រមបាទនៅក្នុងព្រះរាជក្រមនោះគឺមានឯកសារច្បាប់ជាច្រើនដែលមានឆ្នាំនិងឈ្មោះបាទព្រះរាជក្រមច្បាប់ហ្នឹងទៅមកព្រះរាជក្រឹត្យគឺខ្ញុំបែងចែកជាឆ្នាំបាទឆ្នាំចេញឈ្មោះលេខហើយនឹងឈ្មោះព្រះរាជក្រឹត្យហ្នឹងអនុក្រឹត្យក៏ចឹងដែរគឺមានឆ្នាំចេញអនុក្រឹត្យឈ្មោះអនុក្រឹត្យហើយនឹងលេខហើយឈ្មោះអីចឹងបងប្អូនអាចរកតាមឆ្នាំតាមអីចឹងលើខ្ញុំឧបមាថាខ្ញុំរកឆ្នាំ2016មួយអនុក្រឹត្យលេខ56បាទលេខចុចបាទអញ្ចឹងបងប្អូនរកឆ្នាំបន្ទាប់មកលេខអនុក្រឹត្យគឺលេខ56អនក្របកហើយស្ដីពីអីចឹងមកបាទបើរកឃើញចុចវាប៉ុចមកអញ្ចឹងបងនឹងបងនឹងឃើញលេខនេះអនុក្រឹត្យលេខ56អនក្របកស្ដីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាបាទតបមកនេះកន្លែងនេះបងប្អូនអាចទាញយកអាច print ឬក៏ទាញយកបាទហើយខ្ញុំទាញយកចុចវាមួយមកបាទរងចាំបន្តិចបាទណាបងដំណើរការអញ្ចឹងវាទាញយកឯកសារនឹងហើយពេលវាពេញវានឹងលោតនេះពាក្យថា open file ឬក៏នេះ folder ឥឡូវយើងចុចលើពាក្យ folder របស់វានឹងមកបាទនេះយើងឃើញឯកសាររបស់យើងដែលបាន download អញ្ចឹងបងប្អូន copy វាទៅទុកនៅកន្លែងណាមួយដែលបងប្អូនងាយស្រួលរកអញ្ចឹងយើងចុច right click ចុចពាក្យលើពាក្យ copy ហើយឥឡូវខ្ញុំដាក់ desktop ចុះបាទឥឡូវខ្ញុំមើល folder ណាដែលខ្ញុំទុកបាទខ្ញុំទុកនៅ folder នេះហើយបងប្អូនចុច right click មកចុចពាក្យថា path នោះបងប្អូននឹងបានឯកសារនឹងនៅលើ folder ដែលបងប្អូនចង់ទុកហើយបាទនឹងបងប្អូនចេះហើយលើខ្ញុំមិនបង្ហាញច្រើនទេហើយយើងទៅចូលដល់ website របស់យើងបន្តបាទយើងអនុក្រឹត្យសេចក្តីសម្រេចបាទសេចក្តីសម្រេចហ្នឹងក៏មានឯកសារច្រើនដែរបាទសេចក្តីសម្រេចបាទចរាចរណ៍បាទតមកប្រកាសបាទច្រើនណាស់បងប្អូនចាំចូលទៅឆែកមើលទៅបាទសេចក្តីណែនាំបាទមានច្រើនហើយខ្ញុំនឹងដាក់ចូលបន្ថែមទៀតបាទជិត1000ច្បាប់បងប្អូននៅក្នុងលិខិតបកតាគតិយុត្តនេះបាទតមកក្រមសីលធម៌នេះគឺសំដៅក្រមសីលធម៌ព្រះរាជការរបស់យើងតាមក្រសួងស្ថាប័នតាមប្រភេទនៃការងារមួយបាទខ្ញុំរកឃើញខ្ញុំដាក់ចូលក្នុងនេះដែរបាទតមកស្ទីនក្រមគឺច្រើនណាស់បងប្អូនបាទស្ទីនក្រមច្រើនបងប្អូនអាចចូលឆែកមើលបានបាទបន្ទាប់មកលិខិតរដ្ឋបាលសូមជម្រាបជូនថាលិខិតរដ្ឋបាលនេះគឺមិនមែនជាលិខិតរដ្ឋបាលដែលយើងធ្វើទេគឺការណែនាំសេចក្តីណែនាំរបស់តាមក្រសួងស្ថាប័នមួយដែលគាត់ណែនាំពីរបៀបបបផ្សេងលិខិតរដ្ឋបាលលើខ្ញុំឧទាហរណ៍ក្រសួងអប់រំមួយបាទចុចលើឯកសារណែនាំស្តីពីការតាក់តែងលិខិតរដ្ឋបាលអញ្ចឹងបងប្អូនអាចស្រាវជ្រាវបានការតាក់តែងលិខិតរដ្ឋបាលតាមប្រភេទមួយនេះគេណែនាំយ៉ាងម៉េចខ្លះបាទពេលដែលបងប្អូនស្គាល់មកក្រោមណាឃើញគំរូរបស់គេបាទគំរូរបស់គេថាគេសេមិនអីសេមិនអញ្ចឹងបងប្អូនអាចឆែកមើលបានបាទតបមកសិភៅបាទសិភៅគឺខ្ញុំក៏បានដាក់ចូលសិភៅច្រើនដែរតាមពីសិភៅណែនាំពីការងារអំពីសិភៅអំពីការនិពន្ធផ្សេងបាទឯកសាររបស់ខ្ញុំមានតែប៉ុណ្ណេះឯងបើសិនជាបងប្អូនចាប់អារម្មណ៍ខ្ញុំនឹងដាក់ link ជូននៅក្នុង comment ខាងក្រោមហើយបើសិនជាបងប្អូនមានឯកសារផ្សេងចង់ចែករំលែកខ្ញុំនឹងដាក់ QR code Telegram នៅក្នុង comment ខាងក្រោមសម្រាប់បងប្អូនផ្ញើឯកសារមកខ្ញុំដែរបាទ
បាទសូមអរគុណបាទសូមជម្រាបលាជួបគ្នាពេលក្រោយបាទ